សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបដំឡើងកាមេរ៉ាដោយខ្លួនឯងគឺកាមេរ៉ា iMo បាទកាមេរ៉ា iMo នេះគឺជាកាមេរ៉ាដែលរបស់ក្រុមហ៊ុន Dahua ហើយ iMo នេះគឺជាកំពុងតែល្បីល្បាញប្រភេទកាមេរ៉ាឬក៏ប្រភេទsecurity home security អញ្ចឹងនេះវាស្អាតមែនតើបងប្អូនតូចមែនតើហើយវាមានដែកឆក់អាមួយនេះបើសិនជាយើងចង់ចាប់វាជាប់នឹងជាងហើយយើងយកនៅទៅឆក់តែម្ដងក៏បានហ្នឹងហើយបើសិនជាបាទនេះខ្សែវាវែងបងប្អូនខ្សែវា2ម៉ែត្របងប្អូនហើយកម្លាំងថ្មវាស្មើនឹងដូចជាឆ្នាំងសាកទូរស័ព្ទយើងដែរគឺកម្លាំងស្មើគ្នាហើយយើងក៏អាចប្រើទៅលើ power bank បានដែរបាទអូខេអញ្ចឹងងាយស្រួលទេបងប្អូនដោតដូចទូរស័ព្ទអញ្ចឹងបាទដោតអញ្ចឹងគឺលក្ខណៈខ្សែឆ្នាំងសាក Android បាទអាស្រីចាស់បាទហ្នឹងហើយអញ្ចឹងបងប្អូនខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបភ្ជាប់ទៅទូរស័ព្ទបាទដើម្បីបងប្អូនភ្ជាប់កាមេរ៉ាទៅទូរស័ព្ទបានលុះត្រាបងប្អូនមាន Wi-Fi នៅផ្ទះឬក៏ hotspot share ពីទូរស័ព្ទក៏បានដែររួចហើយបងប្អូនdownload កម្មវិធីមួយឈ្មោះថា iMo Live ហ្នឹងហើយអញ្ចឹងខ្ញុំ install iMo Live IMOU ហើយនឹង Live ជីវិតណាអូខេអញ្ចឹងបន្ទាប់ពីបងប្អូនចុច install ហើយបងប្អូនបើកមកគឺតើយើងត្រូវភ្ជាប់យ៉ាងម៉េចអញ្ចឹង make sure ថាទូរស័ព្ទរបស់បងប្អូនហ្នឹងកំពុងតែភ្ជាប់ទៅ Wi-Fi បាទយើងគ្រាមួយសិនមកភ្ជាប់ទៅ Wi-Fi មួយដែលនៅជិតហ្នឹងសិនរួចហើយចាំយើងធ្វើការ scan អញ្ចឹងយើង allow វាសិនគឺយើងអនុញ្ញាតឲ្យកាមេរ៉ាហ្នឹងមានសិទ្ធិទៅលើ scan កម្មវិធី scan ទៅលើកាមេរ៉ាអញ្ចឹងដំបូងបើសិនជាយើងថ្មីគឺយើងអត់ទាន់ scan បានតើយើងមាន account ជាមួយនឹង iMo អញ្ចឹងបងប្អូនធ្វើការ sign up account សិនហ្នឹងហើយអញ្ចឹងវាតម្រូវយើងដាក់ប្រទេសយើងដាក់ Cambodia មកវាយប្រទេសយើងមកណាហើយយើងទៅមុខទៀតឬហើយវាតម្រូវឲ្យដាក់លេខទូរស័ព្ទឬក៏ email អញ្ចឹងយើងដាក់លេខទូរស័ព្ទយើងទៅស្រួលជាងយើងដាក់ Cambodia អញ្ចឹងវា855 855ឬហើយយើងដាក់លេខទូរស័ព្ទយើងមិនបាច់លេខ0ទេណាយើងវាយលេខយកតែម្ដងឧទាហរណ៍ថាដាក់0ក៏មិនអីព្រោះមិនបាច់ដាក់ទេ12ហ្នឹងហើយអូខេហើយវាតម្រូវយើងវាយ password អញ្ចឹង account ខ្ញុំសូមលាក់បន្តិចហើយវាយ password ខ្ញុំបើខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអាចចូលបានដែរអញ្ចឹងខ្ញុំអត់បង្ហាញទេខ្ញុំសូមវាយស្ងាត់អូខេរួចរាល់ហើយអញ្ចឹង next បន្ទាប់ហ្នឹងហើយ agree ជាមួយ condition វាទៅចុចអាពណ៌ទឹកក្រូចហ្នឹងទៅហើយយើងអានេះវាឲ្យយើង agree មកតង់ទៀតដើម្បីយើង check ខាងក្រោមនេះចុច check មួយមកហើយយើងចុចពណ៌ទឹកក្រូចទៅមុខទៀតទៅអូខេហ្នឹងហើយវានឹងទា password ដែលសិនមកលេខទូរស័ព្ទយើងដាក់មិញវាផ្ញើលេខកូដសម្ងាត់6ខ្ទង់អញ្ចឹងវាផ្ញើមកហើយបងប្អូនខ្ញុំដាក់ឲ្យបងប្អូនមើលអានឹងអត់អីទេព្រោះលេខហ្នឹងប្រើបានតែម្ដងទេនឹងលេខ6ខ្ទង់វាផ្ញើមកហ្នឹងស្រួលទេបងប្អូនដូចតែបង្កើត Facebook កើត TikTok ចឹងដូចគ្នាហ្នឹងហើយបាន account មួយហ្នឹងសម្រាប់អ្នកដែលមិនទាន់បានបង្កើត account តែសម្រាប់អ្នកដែលមានកាមេរ៉ាហើយមើលឃើញហើយអត់ប្របាកកន្លែងហ្នឹងទេបងប្អូនគាត់ទៅចុច scan យកហើយហ្នឹងហើយហ្នឹងរបៀប sign up ណាអូខេអញ្ចឹងវាស៊ូបន្តិចបន្តួចទៀតដើម្បីឲ្យយើងទិញគេថា cloud របស់វាប៉ុន្តែយើងអត់ទិញទេយើងមាន memory យើងអត់ទិញណាយើងចុច exit វាចោលអូខេឥឡូវដល់វគ្គរបៀបដែលយើង add ចូលអាហ្នឹងយើងបង្កើតបាន account ណាមិញណាឥឡូវសម្រាប់អ្នកដែលមាន account ហើយគឺនេះត្រឹមកាតព្វកិច្ចត្រឹមនេះទៅទេគឺយើងគ្រាន់តែភ្ជាប់ Wi-Fi ទូរស័ព្ទយើងឲ្យដូចគ្នាមានតែភ្ជាប់ Wi-Fi ទូរស័ព្ទហើយបើកអានោះឲ្យពណ៌ Q សិនមកយើងដោតសាកកាមេរ៉ាឲ្យ Q សិនមករួចហើយយើង scan QR code នៅលើកាមេរ៉ាហ្នឹងបងប្អូនបើយល់ល្អអាហ្នឹងយើងថតទុកបិទឲ្យស្រួលកុំឲ្យថ្ងៃក្រោយវា QR code ហ្នឹងវាបាត់អីចឹងណាថតទុកឲ្យស្រួលអូខេខ្ញុំ scan រួចហើយអញ្ចឹងវាចេញមក mode អីមករួចអស់ហើយហ្នឹងហើយ QR code ด้วยអូខេអ្វីដែលយើងត្រូវធ្វើចុច next មករួចហើយហ្នឹងហើយបងប្អូនកាលណាយើងចុច next មកវាត្រូវការភ្ជាប់ Wi-Fi ភ្ជាប់តាមចង់និយាយថា Wi-Fi របស់កាមេរ៉ានិងទូរស័ព្ទវាត្រូវតែស្គាល់គ្នាហើយវាលោតភ្លើងផ្លឹបដូចគ្នាពណ៌ Q ដូចគ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងជាដំបូងវាតម្រូវយើងចុច next កាលណាឃើញភ្លើងលោតអញ្ចឹងហើយបើអត់លោតគឺបញ្ហាហើយហ្នឹងហើយអញ្ចឹងកាលណាលោតអញ្ចឹងគឺយើងអាចចុច next
ទៅទៀតបានដើម្បីឲ្យវា connect គ្នាទៅវិញទៅមកអញ្ចឹងបងប្អូនត្រូវមើលថាយើងភ្ជាប់ Wi-Fi ណាមួយដែលយើងចិត្តកន្លែងកាមេរ៉ាយើង set up បំផុតណាឧទាហរណ៍ថាកាមេរ៉ាយើងត្រូវដាក់កន្លែងណាអញ្ចឹងរកអា Wi-Fi ណាដែលចិត្តដែលវាចាប់បានអញ្ចឹងយើងដាក់ password Wi-Fi ហ្នឹងទៅចូលទៅគឺអាកាមេរ៉ាហ្នឹងគឺវា connect ទៅ Wi-Fi ហ្នឹង automatic ដោយសារយើងបញ្ជាតាម app ហ្នឹងទៅ log in ឲ្យវាហ្នឹងហើយអញ្ចឹងនេះខ្ញុំបញ្ជាតាម app ហ្នឹងទៅ log in Wi-Fi ដែលនៅចិត្តបំផុតណាអញ្ចឹងយើង check ទៅរួចហើយអូខេណាច់ទៀតទៅណាច់ទៅវាភ្ជាប់ហើយអានេះវាមិនមែនភ្ជាប់ទូរស័ព្ទទៅ Wi-Fi ណាគឺវាភ្ជាប់កាមេរ៉ាទៅ Wi-Fi គឺយើងបញ្ជាតាម app ហ្នឹងដើម្បីទៅ log in Wi-Fi ឲ្យស្គាល់អញ្ចឹង make sure ថាយើងភ្ជាប់នៅ Wi-Fi ណាគឺតាយកឆ្ងាយចេញពី router ដែល Wi-Fi យើងភ្ជាប់ហ្នឹងគឺវាដាច់Wi-Fi ណាកុំឲ្យឆ្ងាយពេកត្រឹមកុំឲ្យមានរបាំងអីចឹងណា10-20 ម៉ែត្រចឹងទៅអូខេនេះវាឲ្យដាក់ឈ្មោះកាមេរ៉ាហ្នឹងថានៅណាយើងដាក់ optional បានណាដាក់អីដាក់ទៅថានៅមុខផ្ទះឬក៏នៅក្នុងបន្ទប់គេងបន្ទប់អីចឹងបងប្អូនដាក់ថាមិនថាទៅណាហ្នឹងបញ្ហាគាត់ជាការចំណាំរបស់យើងឯងបើយើងមានកាមេរ៉ាច្រើនអូខេដាក់រួចហើយយើងអូខេខ្ញុំដាក់ living room ចឹងទៅអូខេបាក់វែងឆ្ងាយហ្នឹងហើយយើងបិទ keyboard ចេញរួចហើយយើងអូខេយើងមើលថាមានការខ្វះខាតយើងភ្លេច check កន្លែងណាអីអត់អូខេឥឡូវវាទៅហើយយើងឲ្យដាក់វាឲ្យដាក់ម៉ោងថាយើងនៅតំបន់ណាបើយើងយក select ម៉ោងខុសពេលដែលយើង review ឡើងវិញគឺខុសអញ្ចឹងយើងនៅស្រុកខ្មែរយើងវាយយកបាងកកទៅវាថែម0វាដូចគ្នាភ្នំពេញក៏បានបាងកកក៏បានយូរកាភ្នំពេញវាអត់មានទេនៅក្នុងហ្នឹងវាមានបាងកកអានេះប្រភេទថ្ងៃខែដែលយើងស្រួលមើលនិយាយទៅស្រុកខ្មែរយើងគឺថ្ងៃខែឆ្នាំយើងយកថ្ងៃខែឆ្នាំណាអូខេរួចហើយបងប្អូនមើលថាតើវាទៀមទាស្អីទៀតឲ្យយើង check អីទៀតអត់បើអត់មានទេគ្រប់គ្រាន់ហើយយើងចុច next ទៅហើយហ្នឹង add អូខេអញ្ចឹងប៉ុណ្្នឹងឯងបងប្អូនដាច់អស់ហើយចប់អស់ហើយអញ្ចឹងយើងអាចចុច view មើលកាមេរ៉ាបានហើយកាមេរ៉ាហ្នឹងកាលណា set up ចេះហើយយើងអាចយកទៅដាក់កន្លែងណាព្រោះវាមានតែឆក់អាកូនកាមេរ៉ានេះស្រួលណាស់មានតែឆក់បងប្អូនចង់ដាក់លើឡានចង់ដាក់លើអីក៏បានដែរឲ្យតែមានដែកដាក់ប៉ឹបឆក់ផ្លាប់តែបើសិនអត់ដែកទេវាមានដែករបស់វានោះសម្រាប់ឲ្យយើងយកទៅចាប់វិសរួចហើយយើងដាក់លើវាទៅវាឆក់ដែកនឹងផ្លាប់ជាប់ណាអូខេវាស្រួលមែនតើបងប្អូនហើយតម្លៃធូរថ្លៃទៀតឥឡូវនេះនៅក្នុង stock យើងមានណាបងប្អូនបើសិនបងប្អូនត្រូវការអាច comment បានបងប្អូនតម្លៃធូរថ្លៃទេ include memory ត្រឹមតែ$36បងប្អូនអាចទិញបាន$36បងអាច comment មកឥឡូវហ្នឹងមានក្នុង stock បងប្អូនអូខេនេះឥឡូវបងប្អូនបន្ទាប់ពីយើង set up អស់ហើយ complete ដាក់ memory ប្រយ័ត្នវាអត់ record មើលឃើញមែនតែអត់ record ព្រោះវាអត់មានកន្លែងដាក់ជាទូទៅវាមាន cloud ឲ្យយើង register ដើម្បីទិញប្រចាំខែដែរតែយើងមិនបាច់ទេយើងប្រើ memory include របស់វា32 មេហ្នឹងវាអាចបានមួយអាទិត្យដែរហើយវាអាចដាក់ memory ធំទៅដល់128ណាដែលអាចបានមួយខែអញ្ចឹងយើងដាក់តែ32ទេខ្ញុំដាក់តែ32ទេព្រោះខ្ញុំអត់ត្រូវការ stock យូរទេអញ្ចឹងបងប្អូនមើលទៅរូប memory គេនៅលើវាស្រាប់ហើយដាក់ឲ្យត្រូវតែដាក់មិនត្រូវញាត់ទៅវាតឹងតែបើដាក់ត្រូវអត់អីទេផ្លាប់ជាប់ហើយអូខេអញ្ចឹងកាមេរ៉ាមួយនេះគឺជាកាមេរ៉ានៅក្នុង indoor បងប្អូនអត់ឲ្យត្រូវទឹកទេតែបើជះអីមកក៏វាអត់អីដែរវាការពារដែរតែគាត់ថាប្រភេទកាមេរ៉ាហ្នឹងគឺជាប្រភេទ indoor អាចដាក់លើឡានអាចដាក់ក្នុងបន្ទប់អាចដាក់នៅកន្លែងណាដែលមានដបូលអូខេអញ្ចឹងយើងចង់ record វីដេអូប្រភេទមិន high definition មានន័យថាប្រភេទវីដេអូដែលច្បាស់ល្អប៉ុន្តែវាស៊ី memory ធំបើសិន standard ធម្មតាប៉ុន្តែស៊ី memory ទូចវាបានរយៈពេលកាន់តែយូរអូខេអញ្ចឹង record យើងយក all day មិញខ្ញុំបង្ហាញមិញហ្នឹងគឺ all day ព្រោះមិនឲ្យពណ៌បៃតងពេញ all day Monday ដល់ Sunday ពេញអញ្ចឹងវា record រហូតបើអត់យកហ្នឹងទៅវាអត់ record ទេហ្នឹងហើយនេះ notification យើងចង់ឲ្យវា notification មានមនុស្សមានអីបង្ឲ្យវា load alert ទៅយើងអត់ហ្នឹងហើយយើងបើកវាទៅណានេះប្រភេទ motion detect មានន័យថាបើចង់ឲ្យស្គាល់យើងជាមនុស្សចាំ alert ក៏បានកុំឲ្យវាឃើញអី alert ឃើញ alert អានេះ motion
វា detect ខ្លាំងឬខ្សោយយើងដាក់កាន់តែខ្លាំងគឺវាចាប់ខ្លាំងបើយើងដាក់ខ្សោយវាស្អីចាប់ឯងមកវាចាប់ឯងអូខេហើយនេះប្រភេទកន្លែងដែលយើងទីតាំងដែលយើងចង់ឲ្យវា alert ប្រាប់យើងកន្លែងណាដែលសម្ងាត់នៅមុខកាមេរ៉ាហ្នឹងយើងអាចអូសដៃដើម្បីយើងយកទំហំថាកន្លែងណាឲ្យ alert កន្លែងណាឲ្យ alert បានអាហ្នឹងបើសិនបងត្រូវការណានេះឧទាហរណ៍ថាខ្ញុំដាក់មកជាហៀងនេះពេលដែលមនុស្សមកកន្លែងហ្នឹងឲ្យវា alert ចឹងក៏បានអូខេតែនេះជា optional ទេបងប្អូនខ្ញុំអត់ចង់ប្រាប់វាជារឿងបន្ថែមទៀតទេបើចង់រៀន detail អំពីក្នុងកម្មវិធីនេះទៀតខ្ញុំនឹងធ្វើវីដេអូថ្មីបងប្អូន comment មកខ្ញុំនឹងធ្វើវីដេអូថ្មីដើម្បីបងប្អូនរៀនក្នុងការប្រើប្រាស់កម្មវិធីសម្រាប់វីដេអូនេះមួយនេះគឺខ្ញុំចង់ឲ្យបងប្អូនស្គាល់ចេះបង្កើត account ហើយនឹងភ្ជាប់កាមេរ៉ាចូលក្នុងទូរស័ព្ទតែប៉ុណ្ណោះបាទបើសិនបងប្អូនមានចំណាប់អារម្មណ៍សម្រាប់កាមេរ៉ា iMo នេះយើងមានច្រើនប្រភេទមាន indoor មាន outdoor មាន colorful color យប់ថ្ងៃយើងមានធំមានតូចមានគ្រប់ហើយវាតម្លៃវាធូរថ្លៃជាងគេធូរថ្លៃជាងប្រភេទកាមេរ៉ាផ្សេងហើយជាប្រភេទ brand របស់ Dahua ដែលជា brand កំពុងតែល្បីល្បាញខាង home security គឺវាមានច្រើនជំរើសមានប្រភេទកាមេរ៉ាមានប្រភេទ alarm detect smoke detector មានច្រើនបងប្អូននិយាយទៅមានច្រើនណាសូមឆាតមកពេកបើសិនបងប្អូនមានចំណាប់អារម្មណ៍អរគុណជម្រាបលាជួបវីដេអូក្រោយ